Bà chủ nhật siêu bông ôn ởនេះជាការរៀបចម្រោកសម្រាប់បង្កងបាទឬក៏យើងអាចហៅថាជាផ្ទះបង្កងក៏បានដោយសារតែនេះយើងរៀបវាឡើងចុះកម្ពស់កន្លះម៉ែត្រចុះកន្លះម៉ែត្រឡើងអញ្ចឹងវាប្រៀបបាននឹងជាដំបូលផ្ទះបាទវាប្រៀបបានដូចជាដំបូលផ្ទះយើងអញ្ចឹងហ្នឹងហើយអញ្ចឹងពេលដែលយើងដាក់ទឹកដាក់បង្កងរួចគឺបង្កងគឺវានឹងឈ្មោលចូលខាងក្រោមនេះដើម្បីច្រកបាទពេលដែលវាសក់បង្កងវានឹងឡើងសក់នៅខាងលើនេះបាទហើយខាងលើនេះយើងដាក់នេះគឺធ្វើបែបហ្នឹងគឺជាតម្រងជើងទេតម្រងជើងទេបែបនេះគឺជាកន្លែងសម្រាប់បង្កងឡើងសក់ផងហើយក៏បានជួយកាត់បន្ថយកម្ដៅបាទជួយកាត់បន្ថយកម្ដៅពីព្រះអាទិត្យមកដើម្បីមិនឲ្យទឹកយើងក្ដៅណាបាទអញ្ចឹងយើងរៀបបែបហ្នឹងហើយយើងនៅមានបន្ថែមចម្រោកបន្ថែមទៀតបាទហើយចម្រោកបន្ថែមយើងមានបន្ថែមដូចជាឥដ្ឋប្រហោងឬក៏សបកម៉ូតូអញ្ចឹងទៅណាបាទប៉ុន្តែនេះយើងរៀបចម្រោកបែបនេះរួចរាល់ហើយសិនចម្រោកបន្ថែមយើងនឹងដាក់បន្ថែមតាមក្រោយទៀតហ្នឹងហើយអញ្ចឹងសម្រាប់ការរៀបចំនៅផ្ទៃបាតស្រះมันមានអីជាស្មុគស្មាញទេគឺរៀបតែប៉ុណ្្នឹងមកគឺស្រេចបាត់ហើយបាទហើយសម្រាប់បកគោនេះគឺអាស្រ័យទៅលើបងប្អូនឆ្នៃទេបងប្អូនឆ្នៃជាលួសក៏បានឬក៏ជាខ្សែរឹតក៏បានឬក៏បងប្អូនឆ្នៃជាវាយដេកគោលក៏បានអីក៏បានដែរឲ្យតែយើងគិតថាស្រួលសម្ភារៈអ្វីដែលយើងមានគឺយើងប្រើវាឲ្យអស់ទៅបាទយើងមិនកុំទៅចំណាយទិញឲ្យច្រើនបាទមានដេកគោលវាយដេកគោលមានលួសប្រើលួសទៅណាបាទបើខ្សែរឹតវារៀងថ្លៃប៉ុន្តែគ្រាន់តែថាខ្សែរឹតវាងាយស្រួលប្រើខ្សែរឹតយើងស្រួលប្រើបើលួសយើងនៅកាត់យើងនៅមូលវាយឺតបន្តិចប៉ុន្តែវាធូរលុយដែរបាទស្រះនេះយើងរៀបចំរួចរាល់ហើយយើងនឹងធ្វើការបូមទឹកបញ្ចូលបាទថតថ្ងៃនេះគឺថតជូនពុកម៉ែបងប្អូនទស្សនាត្រួសត្រួសទេបាទគាត់តែចង់បង្ហាញពីការរៀបចំផ្ទៃបាតស្រះបាទងាយមិនជាពិបាកទេហើយសម្រាប់ស្រះខ្ញុំនេះគឺជម្រៅបើនិយាយពីជម្រៅខាងលើនេះមកវា1ម៉ែត្រចូល1.40 ម៉ែត្រហើយបាទ1.40 ម៉ែត្រប៉ុន្តែទឹកយើងអត់យកទៅតាមជម្រៅស្រះទេគឺទឹកគឺយើងយកទៅតាមស្ថានភាពជាក់ស្ដែងឧទាហរណ៍ថាបើសិនជាមេឃក្តៅគឺយើងយកជម្រៅទឹក1ម៉ែត្រជាងបន្តិចទៅណាបាទ1ម៉ែត្រគត់ឬក៏1.2 ម៉ែត្រទៅបើសិនជាមិនសូវក្តៅទេយើងយកទឹកត្រឹមតែកន្លះម៉ែត្រក៏អត់បញ្ហាដែរអញ្ចឹងសម្រាប់បកងវាមិនស្ថិតនៅលើជម្រៅស្រះទេហើយក៏មិនចាំបាច់តល់តែទឹកជ្រៅឬក៏ទឹករះអីពេកទេគឺអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងបានន័យថាស្ថិតនៅលើកម្ដៅព្រះអាទិត្យបាទប៉ុន្តែយើងកុំយកទឹកជ្រៅពេកទោះបីជាមេឃក្តៅយ៉ាងណាក៏ដោយយើងគ្រាន់តែរៀបចំចម្រោកបែបនេះហើយកម្ពស់ទឹកយើងត្រឹមតែ7ទឹកទៅ8ទឹកគឺទឹកយើងនេះអត់ក្តៅទេបាទឲ្យតែយើងបានរៀបប៉ុណ្ណឹងមកគឺទឹកយើងអត់ក្តៅទេជាក់ស្ដែងស្រះខ្ញុំមួយទៀតកម្ពស់ទឹកតែ7ទឹកផងហើយទឹកគឺត្រជាក់ស្រាប់តែម្ដងហើយខែនេះគឺរដូវប្រាំងគឺមេឃកំពុងតែពេញក្តៅមែនទែនប៉ុន្តែទឹករបស់ខ្ញុំគឺអត់ក្តៅទេបាទអរគុណបងប្អូនគឺថតជូនពុកម៉ែបងប្អូនបង្ហាញប៉ុណ្ណឹងបាទហើយសម្រាប់បងប្អូនចង់ចង់បានពូជបកងអូស្ត្រាលីឬក៏បងប្អូនចង់ដឹងអំពីបច្ចេកទេសនៃការចិញ្ចឹមបន្ថែមបាទអាចទំនាក់ទំនងតាមរយៈ Telegram បានបាទយើងប្រឹក្សាជូនហើយក៏យើងមានពូជសម្រាប់ផ្គត់ផ្គង់ពុកម៉ែបងប្អូននឹងតាមតម្រូវការបាទបងប្អូនចង់បានប្រភេទមេបាពូជឬក៏កូនគឺយើងមានគ្រប់តាមតម្រូវការណាបាទអរគុណច្រើន